សម្ដេចធិបតីថាសមត្ថភាពផ្គត់ផ្គង់ប្រេងនិងអគ្គិសនីនៅកម្ពុជាត្រូវបានវិតម្លៃថានៅតែអាចរក្សាបាននូវស្ថិរភាពនៃការប្រើប្រាស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នៅក្នុងសារចរណ៍ស្តីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈនិងអគ្គិសនីថាស្ថានភាពនៃសង្គ្រាមដែលកំពុងកើតមាននិងរីករាលដាលនៅតំបន់មជ្ឈិមបូព៌ាបានបង្កមានផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅនិងជាហេតុធ្វើឲ្យថ្លៃប្រេងឥន្ធនៈសកលរួមទាំងព្រះរាជាណាចក្រកម្ពុជាមានការកើនឡើងយ៉ាងគំហុកសម្ដេចបន្ថែមថាទន្ទឹមនឹងនេះថ្លៃដើមលើការផលិតអគ្គិសនីក៏អាចនឹងមានការកើនឡើងមួយចំនួននាពេលខាងមុខដោយសារតែប្រេងឥន្ធនៈជាធាតុចូលសំខាន់មួយពាក់ព័ន្ធទៅនឹងការផលិតអគ្គិសនីសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានគូបញ្ជាក់បន្ថែមថាទោះបីជាយ៉ាងនេះក្តីផ្អែកតាមការពិភាក្សាជាមួយក្រសួងរាយនឹងធម្មពលអគ្គិសនីកម្ពុជានិងបណ្ដាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈសមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈនៅអគ្គិសនីនៅកម្ពុជានៅចំពោះមុខនេះត្រូវបានវិតម្លៃថានៅតែអាចរក្សាបាននូវស្ថិរភាពនៃការប្រើប្រាស់ប្រេងឥន្ធនៈនៅអគ្គិសនីសម្រាប់ប្រតិបត្តិការសេដ្ឋកិច្ចនិងការផ្តល់សេវាសាធារណៈរបស់ក្រសួងស្ថាប័នឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខនៃការកើនឡើងនៃថ្លៃប្រេងឥន្ធនៈនិងថ្លៃដើមលើការផលិតអគ្គិសនីខាងលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចដាក់ចេញនូវវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈនិងអគ្គិសនីរបស់ក្រសួងស្ថាប័នទាំងអស់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដោយណែនាំឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវកិត្តគូពិនិត្យលទ្ធភាពក្នុងការសន្សំសំចៃចំណាយថវិកាតាមរយៈការដាក់ចេញនូវស្រាវជ្រាវលម្អិតដោយឡែក1ស្ដីពីវិធានការធ្វើវិចារណកម្មនិងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាជាអាចចំណាយលើប្រេងឥន្ធនៈនិងបេសកកម្មក្នុងនិងក្រៅប្រទេសលើកលែងតែក្រសួងស្ថាប័នដែលមានប្រតិបត្តិការចាំបាច់ពាក់ព័ន្ធទៅនឹងកិច្ចការពីអធិបតេយ្យជាតិសន្តិសុខនិងស្ដាប់ធ្នាប់សាធារណៈនិងការបន្តនិរន្តរភាពនៃការផ្តល់សេវាសាធារណៈដែលមានលក្ខណៈយុទ្ធសាស្ត្រប៉ុណ្ណោះចំណែកក្រសួងមហាផ្ទៃវិញត្រូវណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិនិងអាជ្ញាធរមូលដ្ឋានឲ្យបង្កើនការខិតខំសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈនិងណែនាំដល់អង្គភាពក្រាបអាវ៉ាត់ឲ្យមានការសម្រួលចរាចរណ៍ឲ្យបានល្អអំឡុងម៉ោងមមាញឹកបំផុតជាពិសេសក្នុងឱកាសពិធីបុណ្យជាតិធំៗដើម្បីជៀសវាងការកកស្ទះដែលតម្រូវឲ្យចំណាយប្រេងឥន្ធនៈបន្ថែមក្នុងពេលរងចាំនៅលើដងផ្លូវជាមួយគ្នានេះដែរក្នុងកលៈទេសៈដែលកំពុងប្រឈមនឹងវិបត្តិធម្មពលគ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវពិនិត្យកាត់បន្ថយជាតែបរិមាណនៃការធ្វើដំណើរឆ្ងាយក្នុងការរៀបចំសិក្ខាសាលានិងកិច្ចប្រជុំនានាជាលក្ខណៈរូបវ័ន្តដោយលើកទឹកចិត្តឲ្យធ្វើតាមប្រព័ន្ធអនឡាញជំនួសវិញលើកលែងតែករណីចាំបាច់ប៉ុណ្ណោះចំពោះវិធានការសន្សំសំចៃលើការប្រើប្រាស់អគ្គិសនីវិញសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានណែនាំឲ្យក្រសួងរាយនឹងធម្មពលត្រូវរៀបចំសេចក្តីណែនាំលម្អិតដោយឡែក1ស្ដីពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីតាមវិធីសន្សំសំចៃថាមពលទន្ទឹមនឹងនេះក្រសួងរាយនឹងធម្មពលត្រូវសហការជាមួយនឹងក្រសួងព័ត៌មានដើម្បីរៀបចំផ្សព្វផ្សាយដល់អ្នកប្រើប្រាស់អគ្គិសនីនៅវិធីសន្សំសំចៃការប្រើប្រាស់ថាមពលតាមវិទ្យុទូរទស្សន៍និងសារព័ត៌មាននានាឲ្យបានទូលំទូលាយគ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនីនៅក្នុងអគាររដ្ឋបាលនិងក្នុងដំណាក់កាលការងារប្រចាំថ្ងៃរបស់ខ្លួនឲ្យមានប្រសិទ្ធភាពស្របតាមសេចក្តីណែនាំរបស់ក្រសួងរាយនឹងធម្មពលរដ្ឋបាលរាជធានីខេត្តត្រូវសហការជាមួយអគ្គិសនីកម្ពុជាដើម្បីពិនិត្យនិងពង្រឹងសក្តិភាពក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺនៅតាមទីសាធារណៈនានាហើយក្រសួងស្ថាប័នទាំងអស់ត្រូវបំផុសចលនានិងស្មារតីរួមគ្នាក្នុងការកាត់បន្ថយការប្រើប្រាស់អគ្គិសនីតាមលទ្ធភាពដែលអាចធ្វើទៅបាន